ក្រសួងមហាផ្ទៃបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងកំពុងពិនិត្យករណីបុរសស្នេហ៍ឯកខៀវសុងច័ន្ទសុធាដែលបានប្រើអំណាចគំរាមវ័យខ្នក់ភាគីម្ខាងទៀតបញ្ជូនទៅដាក់គុកក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅព្រមទាំងបង្ហាញនៃសកម្មភាពជក់បារីអេឡិចត្រូនិកនៅតាមទីសាធារណៈបន្ថែមទៀតលោកទូតសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថាថ្នាក់ដឹកនាំក្រសួងបានឃើញហើយយើងបានតាមបានយ៉ាងយកចិត្តទុកដាក់និងកំពុងពិនិត្យករណីនេះឲ្យបានសពគ្រប់ជ្រុងជ្រោយសូមរំលឹកថាមន្ត្រីនគរបាលប៊ុនស័ក្តិភូមិណាក់ប្រើអំណាចគំរាមវាយខ្នក់ភាគីម្ខាងទៀតបញ្ជូនទៅដាក់គុកក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅភ្នំពេញមានការភ្ញាក់ផ្អើលនិងរិះគន់យ៉ាងខ្លាំងទៅលើទង្វើរបស់មន្ត្រីនគរបាលម្នាក់ដែលត្រូវបានគេស្គាល់ថាមានប៊ុនស័ក្តិខ្ពស់ឈ្មោះខៀវសុកច័ន្ទសុធាតួនាទីអនុប្រធាននាយកដ្ឋានបានប្រាសម្ដីនឹងអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតយកទៅដាក់គុកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយខណៈដែលការចរចាមិនទាន់ឈានដល់ចំណុចដោះស្រាយនៅឡើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 11:49 នាទីយប់ថ្ងៃទី23 ខែមេសាឆ្នាំ 2026 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 1 ក្បែរភោជនីយដ្ឋានឫស្សីស្រកក្រុងសង្កាត់ញីរួតខណ្ឌច្បារអំពៅរាជធានីភ្នំពេញដំណើររឿងនៃហេតុការណ៍យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខនគរបាលជារបស់មន្ត្រីនគរបាលខាងលើបានឈប់ចតនៅអែបខាងស្ដាំដៃក្បែរចិញ្ចើមផ្លូវស្រកពេលនោះដែរក៏មានបរិសម្នាក់ដែលគេដឹងថាទើបនឹងចេញពីបរិភោគអាហារនិងគ្រឿងស្រវឹងបានបោករថយន្តមកបុកចំចំហៀងខាងក្រោយរថយន្តស្លាកលេខនគរបាលនោះបណ្ដាលឲ្យរងការខូចខាតទាំងសងខាងអ្វីដែលធ្វើឲ្យមហាជននៅទីនោះហួសចាត់គឺនៅពេលដែលភាគីទាំងសងខាងចុះមកចរចាគ្នាស្រាប់តែម្ចាស់រថយន្តស្លាកលេខនគរបាលដែលជាមន្ត្រីមានប៊ុនស័ក្តិខ្ពស់មិនបានប្រើវិធីដោះស្រាយដោយសន្តិវិធីឬផ្អែកលើច្បាប់ចរាចរណ៍ផ្លូវគោកនោះទេប៉ុន្តែបែរជាប្រើពាក្យសម្ដីខ្លាំងៗគំរាមវាយខ្នោះនិងបញ្ជូនភាគីអ្នកបង្កទៅដាក់ពន្ធនាគារភ្លាមៗសកម្មភាពអាងអំណាចអាងប៊ុនស័ក្តិនិងការប្រើសម្លុតនេះបានធ្វើឲ្យមហាជនដែលតាមដានហេតុការណ៍សម្ដែងការមិនពេញចិត្តជាខ្លាំងខណៈដែលក្រុងនាមជាមន្ត្រីអនុវត្តច្បាប់គួរតែជាអ្នករក្សាភាពស្ងប់ស្ងាត់និងទុកឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ជាអ្នកធ្វើការវាស់វាំងនិងសម្រួលតាមនីតិវិធីមហាជនកំពុងរងចាំមើលថាតើចំណាត់ការផ្លូវច្បាប់ចំពោះករណីនេះនឹងទៅជាយ៉ាងណាខណៈដែលភាគីម្ខាងទៀតត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់មន្ត្រីរូបនោះតើការប្រើអំណាចគំរាមយកមនុស្សដាក់គុកដែលផ្ទាល់មាត់បែបនេះជាទង្វើត្រឹមត្រូវតាមក្រមសីលធម៌កងកម្លាំងដែរឬទេបច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះមកអន្តរកម្មដើម្បីបន្តនីតិវិធីដោះស្រាយតាមច្បាប់